សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់មេរៀន Scratch សម្រាប់អ្នកចាប់ផ្ដើមនៅក្នុងវីដេអូនេះយើងនឹងសិក្សាអំពីប្រតិបត្តិការគណិតវិទ្យា arithmetic operators និងមុខងារ functions នៅក្នុង Scratch នៅក្នុង Scratch មាន block មួយក្រុមហៅថា operators ដែលអាចជួយយើងគណនាលេខដូចជាម៉ាស៊ីនគិតលេខមួយ Scratch គាំទ្រប្រតិបត្តិការ 4 មូលដ្ឋានបូកដកគុណចែកឧទាហរណ៍បើយើងដាក់8លទ្ធផលគឺ8 blocks ទាំងនេះអាចយកទៅប្រើជាមួយ block ផ្សេងបានមាន operator មួយទៀតឈ្មោះថា mod ដែលប្រើសម្រាប់រកសំណល់ពីការចែកលេខឧទាហរណ៍10 mod 31ប្រសិនបើលទ្ធផល0មានន័យថាលេខនោះអាចចែកដាច់យើងអាចប្រើវាដើម្បីពិនិត្យថាលេខគូឬលេខសេស round គឺជាមុខងារដើម្បីបង្កត់លេខសភាឧទាហរណ៍ round 3.1 3 round 3.5 4 Scratch មាន block មួយឈ្មោះ pick random វាប្រើសម្រាប់បង្កើតលេខចៃដន្យឧទាហរណ៍ pick random 1 to 10អាចបានលេខណាមួយពី1ដល់10ប្រសិនបើអ្នកប្រើលេខទើភាគលទ្ធផលក៏នឹងជាសភាផងដែរ Scratch ក៏មានមុខងារគណិតវិទ្យាច្រើនដូចជា square root trigonometry logarithm exponential អ្នកអាចជ្រើសប្រើបានតាមតម្រូវការសរុបមក Scratch អាចជួយយើងគណនាលេខបានយ៉ាងងាយស្រួលនិងអាចប្រើសម្រាប់បង្កើតហ្គេមឬកម្មវិធីផ្សេងបានផងដែរអរគុណសម្រាប់ការទស្សនាកុំភ្លេច like និង subscribe ដើម្បីរៀន Scratch បន្ថែមទៀត